បើកមុខងារមួយនេះសម្រាប់ការពារ Facebook Messenger របស់បងប្អូនពីការផ្ញើ link scam បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់គ្នាអំពីរបៀបបើកមុខងារមួយនៅក្នុង Facebook Messenger ដើម្បីការពារបងប្អូនពីការផ្ញើ link ឬក៏ការឆបោកផ្សេងៗនៅតាម Facebook Messenger បាទហើយមុននឹងចូលដល់របៀបនៅក្នុងការបើកមុខងារនេះខ្ញុំសូមបញ្យល់ត្រួសៗសិនបាទគឺមុខងារនេះគឺមានឈ្មោះថា Scam Detection បាទអញ្ចឹងខ្ញុំសូមបង្ហាញត្រួសៗអំពីអត្ថប្រយោជន៍របស់មុខងារហ្នឹងបាទយើងដឹងហើយថានៅក្នុងប្រទេសកម្ពុជាយើងគឺមានការ scam ជាច្រើនមកតាម Messenger ក៏ដូចជាសារទូរស័ព្ទដៃរបស់យើងបាទហើយពាក្យដែលឆបោកច្រើនបំផុតហ្នឹងគឺមានដូចជាយើងត្រូវរង្វាន់ហើយយើងត្រូវផ្ញើប្រាក់ប៉ុណ្ណេះទៅឲ្យគេហើយមួយទៀតគេស្នើសុំឲ្យយើងផ្ញើលេខកូដ OTP របស់យើងហ្នឹងទៅឲ្យគេហើយសម័យនេះគឺការប្រើ app ថា app សម្រាប់ទិញអីវ៉ាន់ឬក៏ app ធនាគារគឺមានហានិភ័យខ្ពស់ប្រសិនបើអ្នកដទៃដឹងលេខ OTP របស់យើងគឺគេអាច hack យក account ដែលគេហៅថាលួចយក account របស់យើងហ្នឹងយកទៅប្រើប្រាស់បានអញ្ចឹងគួរតែប្រុងប្រយ័ត្នមែនទែនចំពោះlink ដែលយើងមិនស្គាល់បាទសូមឲ្យយើងផ្ញើលេខ OTP សូមឲ្យយើងផ្ញើប្រាក់ឲ្យគេហ្នឹងបាទអញ្ចឹងយើងគួរតែប្រុងប្រយ័ត្នមែនទែនសម្រាប់ការឆបោកអស់ហ្នឹងបាទអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរខ្ញុំនឹងបង្ហាញអំពីរបៀបនៅក្នុងការបើកមុខងារ Scam Detection នៅលើ Facebook Messenger បាទសូមទស្សនាទាំងអស់គ្នាបាទជាដំបូងយើងចូលក្នុង Messenger របស់យើងបន្ទាប់មកយើងចុចចំណុចត្រី3នៅខាងក្រោមនេះ Settingបន្ទាប់មកយើង scroll ពាក្យថា Privacy and Safety scroll មកទៀតយកពាក្យថា Scam Detection បាទចំណុចកលើនេះបើសិនជាបងប្អូនអត់ទាន់បើកទេសូម active កន្លែងហ្នឹងមកចុចឲ្យចេញពណ៌ខៀវហ្នឹងជាការស្រេចបាទអរគុណ